បងបងដែលគាត់ទៅតែរៀនចាំមន់ដបងហើយគាត់អត់ទាន់ដឹងថាតើការផ្ដល់កម្ដៅដល់កូនមន់ហ្នឹងគេផ្ដល់ដល់អាយុប្រហែលថ្ងៃទៅគេឈប់ផ្ដល់វាទេជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកកាន់ Channel មន់ស្រាវសាផេតឹងហើយក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាពីការផ្ដល់កម្ដៅដល់កូនមន់ហើយចំពោះបងបងដែលគាត់ចង់ចិញ្ចឹមលក្ខណៈទុកជាមេក្រាបឬក៏គាត់ចង់ដកពងយកមកភ្ញាស់ក្នុងទូស្នោធម្មតាក៏អាចមើលវីដេអូនេះរហូតដល់ចប់បានដែរណាបងបងហើយបងបងកុំភ្លេចជួយ like subscribe Channel មន់ស្រាវសាផេតឹងម្នាក់មួយផងណាបងបងអរគុណច្រើនបងបងអញ្ចឹងយើងមកចូលដល់សាច់រឿងរបស់យើងវិញតកតងនឹងបងបងចាំមេក្រាបបែបធម្មជាតិអត់មានទូភ្ញាស់គឺវាងាយស្រួលជាងបងបងដែលគាត់យកមកភ្ញាស់ក្នុងឡាងស្នោឬក៏ទូភ្ញាស់កូនមន់ណាយើងត្រូវមានទូសំស្អំកូនមន់មានអំពូលកម្ដៅហើយនឹងភ្លើងសធម្មតាមួយទៀតណាបងបងហើយអញ្ចឹងចំពោះបងបងដែលគាត់ចិញ្ចឹមលក្ខណៈធម្មជាតិមេក្រាបបងខ្លួនឯងគឺមេហ្នឹងវាចេះគ្រប់គ្រងបរិមាណកម្ដៅខ្លួនឯងហើយបងបងគ្រាន់ថានៅពេលដែលកូនមន់ញាស់ចេញពីមេហើយបើបងប្អូនចង់ឲ្យវាគ្រប់គ្រងកូនខ្លួនឯងឬក៏បងបងចង់ដកកូនរបស់វាយកមកថែទាំខ្លួនឯងគឺអាស្រ័យលើបងប្អូនប៉ុន្តែខ្ញុំសូមជម្រាបប្រាប់បងប្អូនដែរថាបើបងប្អូនដកចេញពីមេបងបងត្រូវតែមានទូស្អំអំពូលកម្ដៅហើយនឹងភ្លើងសដែរគឺបើបងដកចេញមកហើយអត់មានកម្ដៅគ្រប់គ្រាន់ទេធ្វើឲ្យកូនមន់ហ្នឹងវាសម្កករួញកធ្លាក់ស្លាប់អីអញ្ចឹងណាបងបងគឺវាមានហេតុផលជាច្រើនដែលធ្វើឲ្យកូនមន់បងមានបញ្ហាឈឺបងបងហើយសម្រាប់បងបងចិញ្ចឹមមេក្រាបពងខ្លួនឯងគឺមេមន់ហ្នឹងវាចេះគ្រប់គ្រងកូនមន់និងផ្ដល់កម្ដៅឲ្យកូនមន់ហ្នឹងណាបងបងតាមលក្ខណៈធម្មជាតិរបស់កូនមន់ឬក៏របស់មេមន់ហើយអ្វីដែលពិសេសនោះគឺមានបងបងគាត់ឆ្ងល់ថាហេតុអីកូនមន់របស់គាត់មានការធ្លាក់ស្លាប់អត់ស៊ីចំណីសម្កករួញកហើយបញ្ហាទាំងអស់ហ្នឹងគឺវាតាក់ទងនឹងកម្ដៅដែរតែបញ្ហាជាច្រើនដែលតាក់ទងនឹងធ្វើឲ្យកូនមន់បងទាំងអស់គ្នាមានបញ្ហាបែបនេះគឺមានកត្តាជាច្រើនដែលវាចូលរួមណាប៉ុន្តែខ្ញុំលើកតែកត្តាសំខាន់ទេណាបងមកជម្រាបប្រាប់បងប្អូនក្នុងវីដេអូនេះហើយមូលហេតុដែលធ្វើឲ្យកូនមន់ខ្លាចទៅជាបែបអញ្ចឹងណាគឺមានបញ្ហាការខ្វះកម្ដៅក៏អញ្ចឹងការកង្វះចំណីអត់អនាម័យក៏អញ្ចឹងទឹកផឹកអត់ស្អាតចង្អៀតខ្លាំងពេកឬក៏កង្ងឹតពេកមួយទៀតគឺក្នុងទ្រុងបងប្អូនគឺអត់មានចន្លោះខ្យល់ចេញចូលធ្វើឲ្យវាស្អុតស្អាប់ក៏អញ្ចឹងដែរហើយតាមបទពិសោធន៍របស់ខ្ញុំមួយទៀតហ្នឹងគឺទូស្អំកូនមន់របស់បងគឺផ្ទុកកូនមន់ច្រើនជាងទូស្អំកូនមន់ណាប្រហែលមានន័យថាប្រហែលទូបងប្អូនទូចប៉ុន្តែបងប្អូនដាក់កូនមន់វាដាក់កូនមន់លើកម្រិតណាធ្វើឲ្យកូនមន់បងប្អូនក៏វាជួបបញ្ហាអញ្ចឹងដែរអញ្ចឹងកត្តាកូនមន់ហ្នឹងគឺសំខាន់គឺបងប្អូនត្រូវតែមើលឲ្យដិតដល់នៅចន្លោះពី1អាទិត្យគឺកូនមន់ហ្នឹងគឺសំខាន់ណាបងហើយចន្លោះពី1អាទិត្យឡើងទៅក៏វាសំខាន់ដូចគ្នាប៉ុន្តែដែលពិសេសហើយសំខាន់ខ្លាំងជាងគេហ្នឹងគឺកូនមន់នៅអាយុអាទិត្យទី1ហ្នឹងគឺបងប្អូនដាច់ខាតត្រូវតែទៅមើលវាឲ្យដិតដល់ណាបងប៉ុន្តែសម្រាប់បងដែលអត់មានពេលបងអាចប្រើភ្លើងអូតូកុងតាក់អូតូជាមួយនឹងអំពូលកម្ដៅយើងអាចសេតវាបានណាបងចន្លោះពី32កម្ដៅចន្លោះពី32កន្លះទៅដល់35ណាបងអាហ្នឹងអំពូលយើងអាចកំណត់អូតូបិទបើកខ្លួនឯងបានហើយអ្វីដែលខ្ញុំបានរៀបរាប់ពីខាងដើមវីដេអូហ្នឹងគឺជាមូលហេតុដែលធ្វើឲ្យកូនមន់បងប្អូនជួបនឹងបញ្ហាដែលវាសម្កករួញកអត់ស៊ីចំណីស្អុតស្អាប់ហើយនឹងហប់ខ្យល់អញ្ចឹងចង្អៀតណាបងអញ្ចឹងមិនមែនមានន័យថាឲ្យតែកូនមន់ឈឺធ្លាក់ស្លាប់ហើយសួរថារកបញ្ហាអីប្រើអីបាត់ទេអញ្ចឹងកត្តាហ្នឹងវារួមផ្សំទាំងអស់នៅពេលដែលបងប្អូនដឹងថាកូនមន់ឈឺហើយយើងដាក់ថ្នាំវាឲ្យប៉ុន្តែវានៅរស់នៅក្នុងបរិយាកាសដែលធ្វើឲ្យកូនមន់នឹងឈឺដដែលទោះបងប្អូនដាក់ថ្នាំយ៉ាងណាក៏អត់ធ្វើឲ្យកូនមន់នឹងជឿសះស្បើយដែរអញ្ចឹងជំហានដំបូងហ្នឹងបងប្អូនត្រូវតែពិនិត្យរកថាហេតុផលណាដែលធ្វើឲ្យកូនមន់បងប្អូនចិញ្ចឹមទៅចេះតែអត់បានផលហើយដាក់ថ្នាំច្រើនដងហើយនៅតែអត់បានអញ្ចឹងណាបង
haiចំពោះបងដែលគាត់ធ្លាប់ចាំកូនមន់ហើយមានប័ណ្ណពិសោធន៍ខុសប្លែកពីខ្ញុំអីបងប្អូនអាចចែកម្លែកបងប្អូនយើងនៅក្នុងនៅក្នុង comment ហ្នឹងបានណាបងហើយបើតាមប័ណ្ណពិសោធន៍ខ្ញុំមួយទៀតបងប្អូនត្រូវពិនិត្យមើលថាតើក្នុងធុងហ្នឹងវាក្តៅទេវាក្តៅខ្លាំងអត់អញ្ចឹងណាហើយនឹងមានក្លិនអត់ទៀតអញ្ចឹងបញ្ហាហ្នឹងវាមានច្រើនតតែបងប្អូនរៀនសង្កេតមើលហើយនឹងមើលបងផ្សេងទៀតដែលគាត់តែងតែធ្វើការបង្ហាញចែកម្លែកពីការចិញ្ចឹមកូនមន់អញ្ចឹងណាបងមួយវិញទៀតតើតើនឹងបងក៏សួរថាតើការផ្ដល់កូនមន់ហ្នឹងគេផ្ដល់ប្រមាណថ្ងៃប្រមាណខែបានជប់ផ្ដល់កម្ដៅហើយបើតាមបទពិសោធន៍ខ្ញុំការផ្ដល់កម្ដៅគឺសម្រាប់វាសំខាន់ជាងគេហ្នឹងគឺមួយអាទិត្យដំបូងមួយអាទិត្យទី1គឺកម្រិតពន្លឺហ្នឹងវាកម្ដៅហ្នឹងវានៅចន្លោះពី 32.3 អង្សាទៅ 35 អង្សាសេបងហើយនឹងចន្លោះអាទិត្យទី2ទី3គឺកម្ដៅវានឹងថយបន្តិចម្ដងវាថយរហូតដល់អាកាសធាតុកូនមន់នៅក្នុងទ្រុងរបស់បងប្អូនគឺស្មើនឹងកម្ដៅបរិយាកាសខាងក្រៅបងហើយខ្ញុំចង់ប្រាប់បងប្អូនមួយទៀតនៅចំណុចនៅពេលដែលបងប្អូនទើបតែរៀនចាំដំបូងបងប្អូនគួរតែពិនិត្យទៅលើកូនមន់មួយអាទិត្យទី1គឺវាសំខាន់អញ្ចឹងអាទិត្យដំបូងហ្នឹងគឺបងប្អូនអាចទៅមើលវាញឹកញាប់ឲ្យដិតដល់ហើយបងប្អូនរៀនសង្កេតមើលថាតើកូនមន់ហ្នឹងវាមានកម្ដៅគ្រប់គ្រាន់អត់វាតងាពេកឬក៏វាចង្អៀតពេកនៅផ្ដុំគ្នាឬក៏វានៅឆ្ងាយពីអំពូលកម្ដៅអញ្ចឹងណាបងហើយចំណុចបន្តិចហ្នឹងនឹងធ្វើឲ្យបងប្អូនរីកចម្រើនទៅមុខរហូតហ្មងអត់មានថាអញ្ចឹងទៅជោគបរាជ័យទេដែលខ្ញុំប្រាប់បងប្អូននេះគឺជាបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំចាំនៅក្នុងការដ្ឋានមន់ស្រែសាផេតឹងហើយខ្ញុំធ្វើវីដេអូនេះផងដែរគឺចង់បង្ហាញរឿងចែកម្លែកបងដែលគាត់ទើបតែរៀនចាំមន់ដំបូងដែលគាត់អត់ទាន់មានបទពិសោធន៍នឹងអាចមើលវីដេអូនេះទៅគាត់យកទៅអនុវត្តហើយចាំទៅជោគជ័យអញ្ចឹងដូចខាងខ្ញុំអញ្ចឹងណាបងនិយាយទៅការចាប់ដើមដំបូងវារៀងពិបាកបន្តិចមែនបងប៉ុន្តែបងយកទៅអនុវត្តហើយផ្គប់ផ្សំនឹងបងស្រឡាញ់ការចិញ្ចឹមទៀតគឺធ្វើឲ្យបងប្អូនមានទឹកចិត្តចង់ទៅចិញ្ចឹមអញ្ចឹងណាបងបើសម្រាប់បងគាត់អត់ទាន់មានពេលទេបងក៏អាចឆ្លៀតពេលរៀនចាំបានដែរអញ្ចឹងវាកើតចេញពីបន្តិចហើយដោយវីដេអូដែលបងប្អូនឃើញនេះគឺកូនមន់នេះមានអាយុ5ថ្ងៃឯណាបងហើយ5ថ្ងៃហ្នឹងឃើញថាកូនមន់ខាងខ្ញុំវាកម្ដៅវាគ្រប់គ្រាន់ល្អគឺវាអត់ចង្អៀតពេកអត់ណែនពេកទេណាបងហើយចំពោះកម្ដៅដូចខ្ញុំជម្រាបប្រាប់បងអញ្ចឹងចន្លោះកូនមន់បើបងប្អូនអត់មានពេលទៅមើលញឹកញាប់ទេបងប្អូនអាចដាក់អំពូលកម្ដៅអូតូអាហ្នឹងគេមានលក់ឲ្យបងតម្លៃធូរថ្លៃទេហើយពេលបងដាក់អាហ្នឹងទៅវាអត់សូវស៊ីភ្លើងដែរកូនមន់ដែលបងឃើញនេះសុខភាពវាល្អប្រលដោយបងឃើញអញ្ចឹងណាគឺល្អផលហ្មងណាបងដោយសារខ្ញុំអនុវត្តតាមវិធីដែលខ្ញុំបានជម្រាបប្រាប់បងប្អូននៅខាងដើមវីដេអូអញ្ចឹងហើយបើបងគាត់មានចង្អល់ទាក់ទងនឹងបញ្ហាផ្សេងអាច comment នៅខាងក្រោមវីដេអូនឹងបានឬក៏អាចតាក់ទងតាមលេខ Telegram chat personal ក៏បានដែរណាបងប្អូនមួយទៀតណាបងគឺនៅពេលដែលកម្ដៅបើបងផ្ដល់ទៅដល់កូនមន់ត្រូវស្តង់ដារធ្វើឲ្យកូនមន់បងប្អូនឆាប់ធំសុខភាពល្អហើយលូតលាស់លឿនឆាប់ធំលឿនហើយវាស៊ីចំណីនិយាយទៅដូចបងប្អូនឃើញវីដេអូហ្នឹងអញ្ចឹងនិយាយទៅបើបងប្អូនគាត់ធ្លាប់ចាំគាត់ដឹងថាកូនមន់ហ្នឹងវាសុខភាពល្អអត់ទេខ្ញុំសូមជម្រាបប្រាប់បងប្អូនមួយទៀតធុងមន់ដែលបងប្អូនធ្វើហ្នឹងត្រូវតែចំហឬមានប្រហោងខាងលើដើម្បីឲ្យមានខ្យល់ចេញចូលបានល្អដូចខ្ញុំធ្វើវីដេអូប្រាប់បងនៅវីដេអូមុនអញ្ចឹងណាបងតាក់ទងនឹងអាកាសធាតុបើក្តៅពេកបងប្អូនត្រូវតែចំហមាត់ទ្វារខាងលើឬក៏យើងបើកបាវដែលយើងគ្របពីលើសំណាញ់ណាព្រោះអីជាក់ស្ដែងកូនមន់បើក្តៅពេកគឺខ្ញុំជាក់ស្ដែងប័ណ្ណពិសោធន៍ខ្ញុំហ្មងបើក្តៅពេកខ្ញុំបើកបាវនឹងចេញពីលើហើយនឹងពេលខ្លះយើងមើលតាមជាក់ស្ដែងណាខ្ញុំអាចនឹងបើកវាចំហចោលឲ្យធំហ្មងដើម្បីឲ្យកូនមន់ហ្នឹងវាមានខ្យល់ចេញចូល